សួស្តីប្រិមិត្តទាំងអស់គ្នាជួបគ្នាសារជាថ្មីម្ដងទៀតជាមួយនឹង admin នៅក្នុងពេលនេះខ្ញុំបាទនឹងលើកយកនៅដំណើររឿងរ៉ាវដែលទទួលបានពីលោកអ៊ំយឹមដែលគាត់មានអាយុ83ឆ្នាំហើយគាត់បានដំណើររឿងនឹងប្រាប់មកកាន់ admin តាក់ទងទៅនឹងព្រះសង្ឃទុដងដែលលោកទៅធ្វើធម៌នៅក្នុងព្រៃហើយជួបនៅហេតុការណ៍ចម្លែកហើយក៏ព្រះសង្ឃទុដងនោះបានមានសង្ឃដីកាទៅជាមួយនឹងរឿងរ៉ាវដែលលោកធ្លាប់បានជួបប្រាប់ទៅលោកអ៊ំយឹមហើយក៏បាត់ខ្លួនទៅហើយក៏លោកអ៊ំយឹមនឹងគាត់ចងចាំនៅរឿងហ្នឹងហើយគាត់ក៏ស្គាល់គ្នាជាមួយនឹង admin គាត់ក៏បានដំណើរនៅរឿងរ៉ាវតាក់ទងទៅនឹងព្រះសង្ឃទុដងនេះមកប្រាប់ admin ហើយនៅក្នុងពេលនេះខ្ញុំបាទនឹងនាំយកអារម្មណ៍ប្រិមិត្តទាំងអស់គ្នាទៅតាមដានជាមួយនឹងសាច់រឿងទាំងអស់គ្នាដែលយើងបានទទួលពីលោកអ៊ំយឹមទាំងអស់គ្នាដូចតទៅនៅក្នុងថ្ងៃមួយហ្នឹងគឺ admin ក៏បានទៅជួបជាមួយនឹងលោកអ៊ំយឹមហើយលោកអ៊ំយឹមក៏បានដំណើរនៅរឿងរ៉ាវទាំងអស់នេះប្រាប់តាក់ទងទៅនឹងព្រះសង្ឃទុដងមួយអង្គដែលលោកអ៊ំយឹមបានស្គាល់តែមិនបានស្គាល់ឈ្មោះលោកទេដោយកាលពីដើមឡើយហ្នឹងលោកធ្លាប់នៅនឹងវត្តមួយនៅក្នុងប្រទេសកម្ពុជារបស់យើងហ្នឹងនៅក្នុងខេត្តកំពង់ឆ្នាំងប៉ុន្តែក្រោយមកក៏លោកក្រោយពីបួសហើយក៏លោកទៅធ្វើកម្មដ្ឋានបាសនាធម៌នៅក្នុងព្រៃដោយក៏បានជួបទៅជាមួយនឹងហេតុការណ៍ប្លែកៗដែលធ្លាប់ជួបប្រទះលោកបានទៅធ្វើធម៌នៅក្នុងព្រៃជ្រៅហើយនៅកលៀតថ្មរូងភ្នំមួយដោយឆ្លងកាត់នៅផ្ទះអ្នកស្រុកជាច្រើនទម្រាំតែទៅដល់ភ្នំមួយហ្នឹងហើយភ្នំមួយហ្នឹងផងដែរអ្នកស្រុកអ្នកភូមិហ្នឹងគឺមិនបានជាដើរកាត់ទៅដល់ទេដោយសារតែលោកទៅធ្វើធម៌គឺលោកទៅរកនៅទីកន្លែងដែលស្ងាត់មែនទែនហើយក៏លោកបានទៅធ្វើធម៌នៅក្នុងព្រៃលោកអ៊ំយឹមលោកគាត់បានដំណើរថាព្រះសង្ឃទុដងនោះបានប្រាប់លោកបានប្រាប់គាត់តាក់ទងទៅនឹងដំណើរសាច់រឿងដែលលោកធ្លាប់ជួបប្រទះព្រះសង្ឃទុដងលោកបានទៅធ្វើធម៌នៅក្នុងព្រៃរយៈកាលចូលជិត3ខែនៅក្នុងរដូវវស្សាគឺលោកចាំវស្សានៅក្នុងព្រៃលោកមិនដែលបានត្រឡប់មកកាន់វត្តតាំងតែពីបួសហើយបានរយៈពេលជាង1ខែលោកចេញទៅធ្វើធម៌តែម្ដងនៅពេលដែលលោកចេញទៅធ្វើធម៌ហ្នឹងគឺលោកបានជួបនៅហេតុការណ៍ជាច្រើនដែលមកយាយីលោកប៉ុន្តែលោកច្បាស់នៅក្នុងពធលោកមិនបានជាខ្លាចទៅជាមួយនឹងរឿងអបិយជំនឿមិនបានជាខ្លាចទៅជាមួយនឹងរឿងព្រាយបិសាចអ្វីនោះទេប៉ុន្តែអ្វីដែលលោកធ្លាប់ជួបប្រទះលោកក៏បានយកមកដំណើរប្រាប់លោកអ៊ំយឹមនឹងឯងលោកថាលោកទៅធ្វើធម៌រយៈកាលចូល2ខែជាងលោកអត់ដែលធ្លាប់ជួបប្រទះអ្វីទេហើយជាទូទៅដំណើររបស់លោកគឺលោកនៅពេលដែលលោកទៅធ្វើធម៌ហ្នឹងគឺពេលដែលចង្ហាន់របស់លោកហ្នឹងគឺលោកឆាន់តែស្លឹកឈើស្លឹកព្រៃក៏លោកអាចរស់បានមានទឹកមានអីចឹងទៅនៅដល់ពេលណាដែលលោកទៅធ្វើធម៌ម្ដងពេលដល់ម៉ោងឆាន់លោកក៏ចេញមកបិណ្ឌផ្ទះអ្នកស្រុកដោយប្រើរយៈចម្ងាយហ្នឹងប្រហែលជាជិត10គីឡូឯណោះអញ្ចឹងគឺលោកមួយទឹកហ្នឹងលោកឆាន់ចង្ហាន់បានចង្ហាន់បានបាយហ្នឹងត្រឹម2ទៅ3ដងជាងកាលទៅលោកបានចង្ហាន់មកចឹងទៅលោកក៏បានឆាន់ចឹងទៅប៉ុន្តែដោយហោចលោកមិនបានជាឆាន់ចង្ហាន់ឆាន់បាយអីរាល់ថ្ងៃគឺថាអត់ទេមួយទឹកហ្នឹងបានឆាន់ចង្ហាន់ត្រឹម1ដងឬ2ដងប៉ុណ្្នឹងឯងដោយសារតែផ្លូវឆ្ងាយនៅក្នុងការធ្វើដំណើរនិមន្តមកបិណ្ឌបាតហ្នឹងគឺប្រើរយៈចម្ងាយឆ្ងាយអញ្ចឹងមួយទឹកលោកបានឆាន់ត្រឹម1ដងទៅ2ដងប៉ុណ្្នឹងឯងចុះសួរថាថ្ងៃធម្មតាលោកឆាន់នេះលោកឆាន់ធម្មតាហ្នឹងឯងប៉ុន្តែជួនកាលទៅឆាន់ផ្លែឈើផ្លែព្រៃមើមឈើមើមព្រៃហ្នឹងដែលលោកអាចប្រព្រឹត្តទៅបានឆាន់ទឹកឆាន់អីចឹងទៅក៏អាចប្រព្រឹត្តនៅក្នុងការធ្វើធម៌របស់លោកបាននៅថ្ងៃមួយរយៈកាលលោកធ្វើធម៌បាន2ខែជាងចូលជិត3ខែប្រិមិត្តទាំងអស់គ្នាលោកថាហេតុការណ៍ដែលលោកធ្លាប់ជួបប្រទះទី1គឺលោកជួបខ្លាហ្នឹងមិនដឹងថាជាខ្លាពិតឬមួយក៏ជាខ្លាខ្លាញ់ខ្លាយទេនៅពេលដែលលោកកំពុងតែធ្វើធម៌សមាធិកម្មដ្ឋាននៅក្នុងព្រៃហ្នឹងស្រាប់តែលោកឮសំឡេងសត្វខ្លាហើយលោកបានគិតដែរថានៅក្នុងព្រៃនេះមិនមានខ្លាឯណានោះទេ ហ
មិនមានខ្លាទេព្រោះជាទូទៅនៅក្នុងប្រទេសកម្ពុជាយើងមិនមានព្រៃណាដែលមានខ្លាប្រឡែងប្រទេសផ្ដាស់អញ្ចឹងទេលោកក៏នៅតែធ្វើធរអញ្ចឹងទៅក៏សំឡេងនឹងវាកាន់តែលឺចិត្តទៅប៉ុន្តែលោកមិនបានជាខ្លាចអីទេហើយក៏សំឡេងនឹងវាបាត់ទៅវិញទៅដល់ពេលព្រឹកឡើងលោកក៏រកមើលស្នាមជើងរកមើលអីនៅក្នុងព្រៃអែបលោកនឹងគឺមិនមានអីទេអញ្ចឹងលោកក៏ប្រកាសនៅក្នុងពធរបស់លោកថានេះគ្រាន់តែជាសំឡេងនៃអមនុស្សទាំងឡាយមកបន្លាចលោកប៉ុណ្ណឹងឯងមកបន្លាចលោកឯងស្រាប់តែលោកក៏មិនមានការភ័យខ្លាចអីទៅជាមួយនឹងរឿងទាំងអស់ហ្នឹងទេលោកក៏នៅតែព្យាយាមប្រឹងប្រែងគោរពបដិបត្តិនៅក្នុងពធរបស់លោករហូតទាំងទៅហើយទឹកអីក៏លោកមិនសូវជាបានស្រង់ចង្ហាន់ក៏មិនបានជាឆាន់បរិបូររូបរាងកាយរបស់លោកមានការស្គមរីងរៃជាខ្លាំងប៉ុន្តែលោកច្បាស់លាស់នៅក្នុងធម៌វិន័យរបស់លោកដល់ពេលរយៈកាលបានកន្លងប្រហែលជា5ខែស្រាប់តែលោកជួបប្រទះម្ដងទៀតគឺមិនមែនជួបប្រទះនៅទីកន្លែងដែលលោកធ្លាប់ធ្វើទុដងនឹងទេលោកបានឆ្លងកាត់ទៅព្រៃផ្សេងនៅក្នុងរូងភ្នំមួយកន្លែងទៀតដែលឆ្លងកាត់ពីភ្នំនឹងទៅរយៈចម្ងាយប្រហែលជាខ្ទង់75គីឡូទៀតលោកក៏កាន់តែឡើងទៅខ្ពស់ទៅក៏លោកទៅធ្វើធម៌នៅព្រៃនឹងបន្តក្រោយពីលោកទៅធ្វើធម៌អញ្ចឹងទៅក៏លោកបានជួបប្រទះនៅពួកអមនុស្សមានន័យថាថ្ងៃមួយនៅពេលល្ងាចលោកដើរទៅមិនទាន់ជាយប់ជ្រៅអីទេនៅល្ងាចតែលោកដើរទៅលោកបានជួបនៅអមនុស្សហ្នឹងប្រិមិត្តទាំងអស់គ្នាគឺបានបន្លាចលោកប៉ុន្តែលោកមិនជាការខ្លាចសប្បាយលោកមិនបានជាអីទេលោកឃើញអមនុស្សភ្នែកស្រស់ប្រិមិត្តទាំងអស់គ្នាអមនុស្សហ្នឹងលក្ខណៈមនុស្សប្រុសឯងប៉ុន្តែវាបន្លាចធ្វើឲ្យលោកខ្លាចដោយបលែងខ្លួនធ្វើជាខ្មោចហើយកំពុងតែស៊ីនៅសាកសពសត្វប៉ុន្តែលោកមិនបានជាខ្លាចអីទេលោកក៏មិនបានទៅបៀតបៀនមិនបានទៅអីទេហើយក៏លោកបានផ្សព្វផ្សាយនៅមេត្តាធម៌ទៅក៏អមនុស្សនឹងរលាយបាត់ទៅលោកក៏ដើរហួសទៅមុខហើយក៏លោកអង្គុយសមាធិធម៌នៅក្នុងកលៀតថ្មនៅរូងភ្នំហ្នឹងលោកបានធ្វើសមាធិចឹងទៅលោកក៏បានឮនៅសំឡេងដែលមានការស្រែកបន្លាចលោកបន្ថែមទៀតគឺសំឡេងនោះវាដូចជាសំឡេងនៃអមនុស្សដែលបំពេកូនប្រិមត្តរបស់គ្នាប៉ុន្តែនៅក្នុងពធដែលលោកបានសិក្សាលោកគិតថាទាំងអស់នេះវាសិតតែជារឿងប្រព័ន្ធភ្នែករឿងដែលធ្វើយ៉ាងណាមិនឲ្យលោកបានសម្រេចនៅក្នុងការធ្វើធម៌របស់លោកប៉ុណ្ណឹងឯងលោកមិនបានជាចាប់អារម្មណ៍ទៅខ្លាចជាមួយនឹងអបិយជំនឿក៏ដូចជារឿងទាំងអស់ហ្នឹងនោះទេលោកឮសំឡេងហ្នឹងថានៅពេលដែលយប់ស្ងាត់កទួងប្របាក់ប្រហែលជាកទួងម៉ោង9ទៅម៉ោង10ឈានចូល11ហ្នឹងគឺថាលោកឮសំឡេងហ្នឹងគឺសំឡេងមនុស្សស្រីឡើងសលួចគឺថាយល់កូនបំពេកូនច្រៀងយល់រឹងកូនណាគឺថាបំពេកូនដូចច្រៀងតែស្ដាប់មិនបានទេមិនដឹងថាសំឡេងនោះវាឮចេញពីខាងណាមកឲ្យប្រកបលោកថាលោកឮសំឡេងឡើងត្រលួចដល់ពេលលោកប្រទៀងស្ដាប់ទៅក៏វាកាន់តែឮគៀកទៅក៏លោកសម្លឹងរមើលក៏នៅតែមិនឃើញហើយសំឡេងនោះលោកប្រកាសបញ្ជាណាថាសំឡេងនោះគឺជាសំឡេងបំពេកូនច្បាស់ណាស់ធម្មតាដូចជាយើងម្ដាយឪពុកក៏តែងតែមានការបំពេកូនមានការច្រៀងមានការសូត្រកំណាព្យមានការអីដើម្បីបំពេកូនតាមក្រុមគ្រួសារនីមួយតាមឪពុកម្ដាយនីមួយក៏គាត់តែងតែបំពេកូនចឹងឯងស្រាប់តែលោកឮសំឡេងច្រៀងបំពេកូនល្វើយលោកតាមក៏បាត់ទៅទៀតលោកក៏ដឹងថាអូពួកទាំងអស់នេះគឺចង់មកសាកចិត្តលោកឯងតែលោកអត់មានការខ្លាចរអាអីទេព្រោះបច្ចុប្បន្នរបស់ព្រះសង្ឃទុដងហ្នឹងលោកបញ្ជួនច្រើនដែរកទួងល្បាក់ចូលជា35 36ហើយប៉ុន្តែរូបរាងកាយរបស់លោកនោះគឺមានការស្គមស្គាំងមើលទៅគឺហាក់ដូចជាអាយុហ្នឹងប្រហែលជាកទួង50ឆ្នាំមក
ដោយសារតែរូបលោករាងកាយរបស់លោកគឺមានការស្គមស្គាំងដោយសារតែទី1គឺទាក់ទងទៅនឹងចង្ហាន់ចំណីអាហារអីហ្នឹងគឺមិនសូវជាគ្រប់គ្រាន់មួយទឹកហ្នឹងបានឆាន់តែម្ដងឬ2ដងប៉ុណ្្នឹងឯងតែដោយលោកអាចរស់បានហ្នឹងគឺដោយសារតែបានផ្លែឈើផ្លែព្រៃហើយនឹងទឹកអីផ្សេងនឹងឯងលោកក៏ទៅធ្វើធម៌បន្តទៅធ្វើធម៌អញ្ចឹងទៅក៏លោកមិនបានជាជួបអីទៀតទេរំលងបានប្រហែលជាខ្ទង់9ថ្ងៃលោកប្រាប់ថាប្រហែលជា9ថ្ងៃនៅក្នុងភ្នំដដែលនឹងឯងលោកថាបានជួបហេតុការណ៍ម្ដងទៀតហេតុការណ៍នោះគឺលោកបានជួបនៅតាចាស់ម្នាក់ដែលកាន់ឈើច្រត់ដើរកាត់ទីកន្លែងដែលលោកកំពុងតែធ្វើធម៌នឹងឯងលោកក៏មិនបានជាសួរទេដោយសារនៅចម្ងាយរយៈប្រហែលជា10ម៉ែត្រពីលោកឯងលោកមើលទៅឃើញស្ទង់ពោះមេឃហ្នឹងវាចិត្តភ្លឺប្រិមិត្តទាំងអស់គ្នាមេឃចិត្តភ្លឺហើយស្រាប់តែលោកកំពុងតែធ្វើធម៌លោកឃើញតាចាស់ម្នាក់ហ្នឹងគាត់ដើរកាន់ឈើច្រត់ហើយមានស្ពាយបង្វិចដើរលក្ខណៈមនុស្សហ្នឹងលោកថាប្រហែលជាខ្ទង់អាយុហ្នឹងបើយើងគិតទៅប្រហែលជាចិត្តជាងដើរធ្វើអង្គុកទៅលវើលោកថាមើលទៅឃើញស្ទុំក៏ដើរចូលទៅនឹងអាកលៀតថ្មភ្នំហ្នឹងបាត់ទៅលោកអត់បានសួរទេដល់ពេលព្រឹកឡើងលោកឆ្ងល់ក្រោយលោកធ្វើធម៌ចប់លោកឆាន់ចង្ហាន់ព្រឹកអីរួចដោយផ្លែឈើដោយអីរួចទៅក៏លោកចង់ដឹងលោកដើរទៅកលៀតថ្មហ្នឹងវាអត់មានរួនភ្នំប្រិមិត្តទាំងអស់គ្នាលោកថាអត់មានរួនភ្នំអត់មានកលៀតថ្មភ្នំអីទេហើយចុះមិនក៏បានជាឃើញតាចាស់ម្នាក់ហ្នឹងគាត់ដើរចូលកលៀតទៅនឹងហើយបាត់កលៀតថ្មភ្នំហ្នឹងអត់មានកលៀតអីទេគឺជញ្ជាំងថ្មភ្នំបាំងចិត្តណាប្រិមិត្តទាំងអស់គ្នាប៉ុន្តែវាមានដំបូកមួយនៅឯកលៀតថ្មភ្នំនឹងឯងមានកលៀតនឹងមានដំបូកមួយហើយដើមឈើនោះធំលោកក៏ដឹងភ្លាមពួកលោកអ្នកធ្វើធម៌នៅក្នុងព្រៃអ្នកធុដងនៅក្នុងព្រៃអញ្ចឹងលោកច្បាស់ទៅជាមួយនឹងរឿងទាំងអស់តាក់ទងទៅនឹងអមនុស្សតាក់ទងទៅនឹងបារមីតាក់ទងទៅនឹងព្រាយបិសាចតាក់ទងទៅនឹងពពួកទេវតាពពួកអរិយអ្នកតាថែរក្សានៅក្នុងទីកន្លែងមួយគឺលោកច្បាស់ដឹងថាប្រកាសជាមានហើយប៉ុន្តែគាត់ថាពួកអ្នកទាំងអស់ហ្នឹងលោកប្រកាសវិជ្ជាមួយលោកថាបើយើងមិនទៅបៀតបៀនគេអត់មកបៀតបៀនយើងទេហើយលោកបានប្រាប់លោកតាលោកអ៊ំយឹមហ្នឹងលោកថាលោកមិនមានការភ័យខ្លាចអីទៅជាមួយនឹងរឿងទាំងអស់ហ្នឹងទេព្រោះលោកច្បាស់នៅក្នុងចំណុចទាំងអស់ហ្នឹងគាត់ថាពេលខ្លះយើងទៅកន្លែងគេអត់បានសុំអត់បានអីចឹងទៅគេក៏បលែងខ្លួនចង់ដឹងថាយើងនឹងខ្លាចអត់មកធ្វើអាក្រក់អត់ឬមួយក៏មកបៀតបៀនគេអត់ចឹងទៅគេចង់សាក់ចិត្តយើងប៉ុណ្ណឹងឯងលោកក៏ដឹងថាអូនេះពួកអមនុស្សពួកថែរក្សានៅទីកន្លែងហ្នឹងលោកក៏មិនបានជាភ័យខ្លាចអីទៅជាមួយនឹងរឿងទាំងអស់ហ្នឹងទេក្រោយអំពីថ្ងៃនោះមកលោកក៏ជាប្រកក្តីរបស់លោកតែងតែនិមន្តទៅទុដងបានមួយអាទិត្យពីអាទិត្យចឹងទៅលោកក៏ផ្លាស់ប្ដូរចេញពីភ្នំនឹងមួយទៀតប្រិមិត្តទាំងអស់គ្នាលោកទៅកាន់តែជ្រៅទៅនៅក្នុងព្រៃហើយព្រៃនោះគ្រាន់តែលោកដើរចូលទៅលោកព្រឺឆ្អឹងខ្នងប៉ុន្តែសួរតើលោកខ្លាចទេលោកអត់ខ្លាចទេដោយសារតែព្រៃនោះវាមានលក្ខណៈជ្រៅហើយសំឡេងរៃយំឡើងទលួចហើយប្រិមិត្តសាកសម័យមើលបើសិនជាយើងដើរទៅក្នុងព្រៃម្នាក់ឯងតើយើងខ្លាចយ៉ាងណាលោកក៏ដើរទៅអញ្ចឹងទៅលោកក៏ទៅរកទីកន្លែងដែលសមរម្យដែលអាចធ្វើធម៌បាននៅក្នុងការវិបស្សនាកម្មដ្ឋានរបស់លោកនៅក្នុងព្រៃនឹងឯងនៅពេលដែលលោកដើរទៅដល់ដើមឈើធំមួយលោកមើលទៅថាអូដើមឈើនេះគួរនឹងដល់ការដែលលោកធ្វើធម៌នៅក្នុងទីកន្លែងហ្នឹងឯងលោកក៏គង់សមាធិមកផ្លែតទៅស្រាប់តែមានពួកអមនុស្សវាមកបលែងខ្លួនកាត់ថ្ងៃខ្ទង់ម៉ោងប្រហែលជាឈានចូលម៉ោង1ម៉ោង2 10ចូលម៉ោង1លោកថាពួកអមនុស្សមកស្រស់តែម្ដងគួរឲ្យខ្លាចលោកថាមកហ្នឹងគឺមានគ្នា3នាក់មានកូន1ហើយនឹងប្តីប្រពន្ធ2នាក់ដើរមកបែបស្ទង់ឯងមានថាមកពីក្រោយនៅក្នុងញៀនរបស់លោកហ្នឹងលោកថាលោកឃើញហើយមកប្រាប់លោកនៅក្នុងញៀនរបស់លោកដែលលោកកំពុងតែ
ធ្វើទុដងនឹងប្រាប់លោកថាកុំមកអង្គុយទីកន្លែងនេះព្រោះទីកន្លែងនេះគេមានម្ចាស់ថែរក្សាហើយសូមទៅរកទីកន្លែងផ្សេងទៅហើយលោកនឹងក៏ប្រសងទុដងលោកក៏បានគិតនៅក្នុងញាណវិបស្សនាកម្មដ្ឋានរបស់លោកគិតថាប្រហែលជាមានពួកអមនុស្សឬមួយក៏ពពួកអរុក្ខរៈអ្នកថែរក្សាព្រៃនឹងមកសាកលោកទៀតហើយលោកក៏មិនបានជាគិតអ្វីទេហើយនៅក្នុងញាណរបស់លោកនឹងពពួកអមនុស្សនឹងបានប្រាប់ថាសូមឲ្យលោកចេញពីទីកន្លែងនេះព្រោះនៅនឹងដើមឈើនឹងមានគេនៅហើយដោយសារតែគេពិបាកនឹងចុះមកដោយសារតែសិលរបស់លោកបរិសុទ្ធដល់ពេលអញ្ចឹងពួកអមនុស្សនឹងអត់ហ៊ាននៅលើទេអញ្ចឹងក៏សុខចិត្តបលែងខ្លួនប្រាប់លោកដោយនៅក្នុងវិបស្សនាកម្មដ្ឋានរបស់លោកថាសូមឲ្យលោកចេញពីកន្លែងហ្នឹងទៅគេពិបាកនឹងរើចេញពីកន្លែងហ្នឹងណាដោយសារតែគេមានកូនមានអីនៅនឹងគេពិបាកនាំចេញមានក្រុមគ្រួសាររបស់គេអញ្ចឹងណាលោកក៏យល់នៅក្នុងសេចក្តីហ្នឹងថាអូលោកមកនេះប្រហែលជាលោកមកបៀតបៀនកន្លែងគេហើយក៏លោកមិនជាអ្នកខ្លាចទេប៉ុន្តែលោកក៏ភ្ញាក់ឡើងក៏លោកនិមន្តចេញពីទីកន្លែងហ្នឹងទៅលោកមុនចេញពីទីកន្លែងហ្នឹងទៅក៏លោកទៅរយៈចម្ងាយបានប្រហែលជា100ម៉ែត្រលោកក៏បានឃើញនៅលើផ្ទាំងថ្មមួយតែកន្លែងនេះវារលុបស្អាតដែរផ្ទាំងថ្មហ្នឹងមានលក្ខណៈធំដែរលោកក៏គង់នៅវិបស្សនាកម្មដ្ឋាននៅទីនោះដល់ពេលគង់នៅទីនោះស្ងប់សុខរបស់លោកអត់មានបញ្ហាជួបហេតុការណ៍អីទៀតទេពេលមិត្តអរគ្នាអត់មានជួបហេតុការណ៍អីទៀតទេអញ្ចឹងបានរយៈកាលជិត6ខែទៅ8ខែលោកក៏ត្រឡប់មកកាន់ស្រុកភូមិវិញលោកត្រឡប់មកកាន់ស្រុកភូមិវិញដល់ពេលលោកត្រឡប់មកហ្នឹងលោកអត់ទាន់បានចេញផុតពីព្រៃហ្នឹងទេប្រិមិត្តទាំងអស់គ្នាលោកអត់ទាន់បានចេញផុតពីព្រៃហ្នឹងទេលោកក៏បានសម្រាកនៅក្នុងព្រៃហ្នឹងឯងក្រោយពីលោកធ្វើធម៌ហត់នឿយខ្លាំងទៅលោកក៏សម្រាកនៅក្នុងទីកន្លែងហ្នឹងឯងលោកសម្រាកបានប្រហែលមួយបន្តិចទេប្រិមិត្តស្រាប់តែអាសំឡេងដែលលោកធ្លាប់ឮកាលពីមុននោះអាសំឡេងបំពេកូននោះលោកបានឮម្ដងទៀតប៉ុន្តែទីកន្លែងផ្សេងគ្នាលោកបានឮម្ដងទៀតសំឡេងបំពេកូនឡើងត្រលួចត្មងប្រិមិត្តក្រោយពីលោកភ្ញាក់ឡើងលោកឃើញមែនអានេះលោកឃើញបន្ទាល់ភ្នែករាល់ដងលោកអត់ដែលឃើញទេលោកបានដឹងត្រឹមថានៅក្នុងវិបស្សនាកម្មដ្ឋានរបស់លោកធ្លាប់ឃើញនៅក្នុងអារម្មណ៍ញាណរបស់លោកដឹងអញ្ចឹងទៅស្រាប់តែម្ដងហ្នឹងក្រោយអំពីលោកសម្រេចចិត្តថានឹងវិលត្រឡប់មកកាន់ទីភូមិដែលមានមនុស្សនៅវិញមិនទាន់បានទាំងមកដល់ផងលោកក៏សម្រាកនៅក្នុងព្រៃនឹងឯងស្រាប់តែលោកសម្រាកបានមកសន្ទុះលោកឃើញលោកឮសំឡេងបំពេកូននឹងហើយលោកក៏ភ្ញាក់ឡើងស្រាប់តែលោកឃើញនៅលើដើមឈើប្រិមិត្តចម្ងាយនោះមិនឆ្ងាយពីលោកប្រមាណទេប្រហែលជាខ្ទង់10-20ម៉ែត្រប៉ុណ្ណឹងឯងលោកថាប្រហែលជា10-20ម៉ែត្រលោកឃើញមនុស្សស្រីស្លៀកពាក់សសក់វែងសក់អង្គស្ទើរតែអស់ដីហើយលោកថាមនុស្សស្រីនោះយល់តោងនោះមិនជាខ្ពស់ប្រមាណទេមានរឹងមានអីកូនប៉ុន្តែមើលអត់ដឹងថានៅក្នុងរឹងវាមានកូនខ្ចីឬមួយក៏អត់ទេប៉ុន្តែឃើញយល់នឹងដោយរឹងពណ៌ក្រហមលោកថាយល់ចុះយល់ឡើងលោកមើលទៅឃើញសក់វែងហើយស្រាប់តែលោកមិនខ្លាចទេលោកក៏ចាប់ផ្ដើមឡើងធ្វើសមាធិកម្មដ្ឋានទៀតលោកចាប់ផ្ដើមឡើងតាំងសមាធិទៀតលោកក៏បានផ្សព្វផ្សាយនៅមេត្តាធម៌ផ្សព្វផ្សាយរយៈកាលដែលលោកឃើញនឹងលោកឃើញផ្ទាល់ភ្នែកច្បាស់នឹងភ្នែកហើយក៏លោកឡើងធ្វើសមាធិកម្មដ្ឋានបន្តទៅរយៈកាលដែលលោកធ្វើជិតកន្លះម៉ោងប្រិមត្តទាំងអស់គ្នាជិតកន្លះម៉ោងទើបអាសំឡេងនឹងវាបាត់ទៅហើយក៏លោកបានបើកភ្នែកឡើងក៏បាត់អារូបភាពនោះទៅអញ្ចឹងក៏លោកដឹងថាពួកអ្នកទាំងអស់នេះគឺសិតតែពួកសាក់ចិត្តអញ្ចឹងហើយក៏លោកបានយករឿងហ្នឹងមកនិទានប្រាប់លោកអ៊ំយឹមដល់ពេលលោកភ្ញាក់ឡើងអញ្ចឹងទៅក៏វាដល់វេលាព្រឹកឡើងអញ្ចឹងទៅលោកក៏ធ្វើដំណើរត្រឡប់មកកាន់ភូមិនឹងឯងដល់ពេលត្រឡប់មកកាន់ភូមិអញ្ចឹងទៅក៏ជួប
ជាមួយនឹងអ្នកភូមិអញ្ចឹងទៅក៏បិណ្ឌបាតដែលអ្នកភូមិទៅធ្វើស្រែធ្វើចង្ការអញ្ចឹងទៅក៏បានជួបជាមួយនឹងអ្នកភូមិអញ្ចឹងទៅក៏បានបិណ្ឌបាតចង្ហាន់បិណ្ឌបាតអីទៅអ្នកស្រុកអ្នកភូមិក៏បានដាក់ចង្ហាន់ទៅកាន់លោកទៅតែមើលទៅរូបរាងកាយរបស់លោកមានការស្គមរីងរៃជាខ្លាំងស្រាប់តែលោកក៏មិនបានជាទៅខ្លាចនឹងរឿងរ៉ាវទាំងអស់ហ្នឹងដែរលោកក៏បានមកអញ្ចឹងទៅក៏បានជួបជាមួយលោកអ៊ំយឹមហ្នឹងដែលខ្ញុំបានលើកយករឿងរ៉ាវតាក់ទងទៅនឹងប្រសង់ទុដងហ្នឹងដែលបានពីលោកអ៊ំយឹមហ្នឹងឯងគឺប្រសង់ទុដងហ្នឹងបាននិទានប្រាប់នៅរឿងរ៉ាវដែលលោកធ្លាប់ទៅធ្វើធម៌នៅក្នុងព្រៃបានជួបប្រទះនៅហេតុការណ៍ប្លែកៗដែលបានឆ្លងកាត់ហើយមកប្រាប់លោកអ៊ំយឹមហើយលោកអ៊ំយឹមហ្នឹងគាត់នៅរស់រាល់ថ្ងៃឯងប្រិមិត្តគាត់នៅរស់ដល់សពថ្ងៃហ្នឹងឯងប៉ុន្តែប្រសង់ទុដងហ្នឹងក្រោយពីជួបលោកអ៊ំយឹមហ្នឹងហើយក៏ដើរចេញផុតទៅពីលោកអ៊ំយឹមទៅប្រហែលជាខ្ទួងបាំងព្រៃដើមឈើតាមបន្តិចក៏បាត់លោកទៅមិនដឹងថាប្រហែលឆ្នាំក្រោយមិនដឹងថាលោកទៅដល់ទីកន្លែងណាក៏មិនដឹងច្បាស់ហើយរឿងរ៉ាវហ្នឹងក៏បានដក់ជាប់នៅក្នុងចិត្តលោកអ៊ំយឹមជារៀងរហូតមកហើយគាត់ទៅបញ្ជូអេដមីនគាត់បាននិទាននៅរឿងរ៉ាវហ្នឹងប្រាប់អេដមីននឹងរឿងរ៉ាវតាក់ទងទៅនឹងប្រសង់ធុដងដែលបានជួបប្រទះនៅហេតុការណ៍ពេលដែលលោកទៅធ្វើវិបស្សនាកម្មដ្ឋាននៅក្នុងព្រៃគឺរឿងរ៉ាវដែលលោកធ្លាប់ជួបគឺអញ្ចឹងប្រិមិត្តទាំងអស់គ្នានេះគឺជារឿងរ៉ាវបែបតាក់ទងទៅនឹងអបិយជំនឿតាក់ទងទៅនឹងពួករុក្ខរៈអ្នកមានបារមីដែលថែរក្សានៅទីកន្លែងមួយគឺមានគ្រប់កន្លែងនឹងឯងហើយតាក់ទងទៅនឹងការធ្វើធម៌របស់ព្រះសង្ឃទុដងលោកបានជួបប្រទះនៅហេតុការណ៍ទាំងអស់ហ្នឹងហើយលោកក៏បានប្រាប់តាក់ទងទៅនឹងចំណុចទាំងអស់ហ្នឹងពេលខ្លះពួកអ្នកទាំងអស់ហ្នឹងវាសាក់ចិត្តយើងទេតែបើយើងខ្លាចវាយើងភ័យស្លន់ថ្លោអាហ្នឹងវាលុះព្រលឹងវាទៅជាឈឺទៅជាស្កាត់អីហ្នឹងអាហ្នឹងក៏មានដែរតែដែលលោកធ្លាប់ដឹងអញ្ចឹងទៅលោកលះបង់ចូលក្នុងព្រៃលោកអត់មានត្រូវខ្លាចអីរឿងខ្មោចព្រាយបិសាចអរុកអរិយអ្នកតាអីចឹងទៀតទេអញ្ចឹងណាប្រិមត្តទាំងអស់គ្នាអញ្ចឹងសូមបញ្ចប់នៅរឿងរ៉ាវនេះត្រឹមប៉ុណ្ណេះចុះអរគុណសូមគោរពលា